Ê, bồ ra nó ấy nó cái thơ riêng ấy men Prap áo Prap anh nhầm sắp tay Ở nhầm chơi sắp tay nè មានដឹងអត់ថានៅខាងក្រៅគេអាប់ដេតដល់ណាហើយ អាប់ដេតនោះជាអ្វី អាប់ដេតហ្នឹងបានន័យថាបងស្រឡាញ់អូន ស្រីទាំងអស់គ្នាមិញបានមើលតែដឹងថារឿងហ្នឹងអីតែបើដឹងទេរឿងហ្នឹងរឿងភូមិបុរាណខ្ញុំទៅមើលរឿងនេះហើយរឿងខ្មែរលើកដំបូងតែខ្ញុំមើលទៅសប្បាយចិត្តខ្លាំងហ្មងដោយសាររឿងនេះវាថាមើលទៅវាល្អមើលហ្មងចូលចិត្តបើតាមសាច់រឿងខ្ញុំមើលសាច់រឿងខ្ញុំចូលចិត្តតែប៉ុន្តែខ្ញុំស្ដាយមែនតើខ្ញុំចូលមកលេតប្រហែល10នាទីដល់សាមមកអើយទៅមើលរឿងលេតអីណាតែដាច់សាច់រឿងតែសាច់រឿងដំបូងហ្នឹងក៏វាមិនសូវសំខាន់អីណាដែរខ្ញុំនិយាយគឺ spoil សាច់រឿងឯងហ្មងអញ្ចឹងទាំងអស់គ្នាបានឃើញរឿងហ្នឹងវាថាគាត់ឆ្លងភពគាត់ឆ្លងភពពីមិនមែនថាឆ្លងភពទេសម័យកាលហ្នឹងគឺនៅសម័យមួយគ្នាគាត់ថាភូមិបុរាណហ្នឹងគឺជាភូមិមួយដែលគេវាថាបំបាំងអត់ឲ្យយើងមើលឃើញអញ្ចឹងតើយើងមានចេះសូត្របល័យឯងបើយើងអាចចូលទៅអាភូមិហ្នឹងបានតែភូមិហ្នឹងដូចថានៅឆ្នាំ2025អីដូចតែយើងដែរទេគ្រាន់តែគេអត់ដឹងថានៅខាងក្រៅមិនអីសាគេដែរចេញមកក្រៅអញ្ចឹងហើយយើងក៏ដែរចូលខាងក្នុងដែរដោយសារយើងចូលកើតសាច់រឿងហ្នឹងល្អមែនតើខ្ញុំមើលទៅមានអារម្មណ៍ថាជក់ចិត្តហើយសាច់រឿងដែលខ្ញុំចូលមកដល់ខ្ញុំមើលហ្នឹងខ្ញុំចូលមកដល់ដល់សាច់រឿងកន្លែងតួប្រុសហ្នឹងមកជួបម៉ូតូដប់បាត់ហើយហ្នឹងរៀបចំចិត្តឆ្លុះចូលទៅអាភូមិបុរាណហ្នឹងហើយសម្រាប់តួអង្គនៅក្នុងរឿងហ្នឹងខ្ញុំចង់និយាយពីតួអង្គដែលខ្ញុំចូលចិត្តជាងគេមានទី1តួប្រុសតួឯកហើយមួយទៀតតួប្រុសម្នាក់ទៀតហ្នឹងដែលអាតុងហ្នឹងដែលគាត់វាថាដៃគូមួយតួឯកខ្ញុំមើលគាត់វាថាលេសាច់រឿងហ្នឹងគឺគាត់ចូលគ្នាហ្មងមានអារម្មណ៍ថាសំដែងមកខ្ញុំខ្ញុំចង់ឲ្យគាត់វាថានៅពីរនាក់ហ្នឹងនៅរហូតដល់ចប់ឲ្យតែឃើញពីរនាក់គឺយើងសើចសប្បាយយើងមើលទៅសប្បាយហ្មងហើយបើតួស្រីក៏អូខេតួស្រីក៏សំដែងល្អដែរខ្ញុំចិត្តតួ3នាក់ហ្នឹងចឹងគេបន្ទាប់មកតួផ្សេងអាចថាគាត់មានកំហុសអីតិចតួចអាចថានិយាយអត់សូវសមសំដែងអត់សូវចូលតួតែខ្ញុំអត់សូវផ្ដោតសំខាន់ប្រហែលទេសំខាន់តួ3នាក់ហ្នឹងគឺគាត់សំដែងល្អមែនតើខ្ញុំចូលចិត្តមែនតើជាពិសេសតួឯកយើងហ្នឹងជាមួយតួអាតុងហ្នឹងបុតអត់សំដែងយូរមែនដូចអាកន្លែងមិនឃើញលើកដៃកណ្ដាលខ្ញុំសោចគេមែនតើខ្ញុំមិនចង់ថាគេសោចពេញហ្នឹងហ្មងហើយគូគាត់សំដែងល្អមែនតើខ្ញុំប្រសើររឿងដែលខ្ញុំមើលរហដងពាក្យច្រើនគឺតួគឺសំដែងពីយ៉ាងគឺអត់សមហើយសាច់រឿងនេះយើងមើលមកក៏វាមិនមែនដូចខ្ញុំវាថារឿងនេះធ្វើមកគឺឲ្យយើងសោចមិនភ្លាវហើយសោចយូរទៅរឿងនេះខ្ញុំមើលឡើងចិត្តចប់យើងសោចរហូតដល់ពេលយើងសោចសប្បាយយើងមើលទៅយើងជក់ហ្មងជាមួយសាច់រឿងហ្នឹងហ្នឹងនិយាយពាក់ព័ន្ធជាមួយតួអង្គអូខេ and then ខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹងបន្ថែមទៅលើតួអង្គតិចទៀតទៅដូចខ្ញុំថាហ្នឹងមានតួអង្គខ្លះគាត់និយាយបែបដូចយើងដឹងរឿងខ្មែរ style តង់និយាយដូចតែឯងទៅណាតែខ្ញុំទៅណាតែតួពីអ្នកនេះតែខ្ញុំចង់បន្ថែមតិចទៀតគាត់និយាយអីដែលខ្ញុំពេញចិត្តហើយក៏ខ្ញុំធ្លាប់និយាយច្រើនដងដែរគឺតួអង្គពួកម៉ាក់ឬក៏អ្នកស្គាល់គ្នាគេមិននិយាយថាសម្លាញ់អញទៅណាពីអ្នកនេះគាត់និយាយអញហែងហ្មងនិយាយមកដូចធម្មជាតិខ្ញុំដល់ពេលអញ្ចឹងយើងមើលទៅយើងចូលតួមិនមានអារម្មណ៍ថារឿងហ្នឹងវាសំដែងដូចមែនតែនអញ្ចឹងដល់ពេលតួផ្សេងគាត់ខ្ញុំវាអត់សូវយើងវាថាយើងមិនអាចបំភ្លេចចោលទៅអាណាគាត់ក៏អាចអភិវឌ្ឍទៅបន្តបន្ថែមទៀតដែរអញ្ចឹងខ្លះគាត់និយាយតុងទៅមួយទៀតសម្រាប់ប្លង់ថតហើយនឹងការកាត់តខ្ញុំសរសើរប្លង់ថតហើយនឹងកាត់តគឺអូយលើកនេះគឺដល់ best ហ្មងអាកាត់តអា portal យើងចូលឆ្លងភូមិបុរាណពីកន្លែងបច្ចុប្បន្នទៅភូមិបុរាណណាមហាសែន the best យើងមើលមកតំណងមកដូចរដងកាត់តសឹងនិយាយខ្ញុំចាំថាហើយវាបាត់ចិត្តយើងឃើញថាចំណាយច្រើនតែវាដូចអីដែលបាត់ចិត្តចំណាយចេញមកខ្ញុំគិតថាបាត់ចិត្តដែលចំណាយរឿងនេះខ្ញុំគិតថាมันច្រើនខ្លាំងរហូតដល់រឿងផ្សេងពីមុនដែលគេធ្លាប់រៀបរាប់ថាច្រើនចំណាយបាត់ចិត្តច្រើនតែកាត់តអត់ចាញ់រឿងនេះដាច់រឿងនេះខ្ញុំធ្លាប់មើលរឿងនេះគឺកាត់តវ៉ាវ the best ប្លង់ថតក៏ស្អាតប្លង់កន្លែងនៅក្នុងភូមិហ្នឹងថតមកអូវ៉ាវហើយ color អា color មួយទៀត color ក្នុងរឿងណាក្នុងរឿងច្រើនពេកច្រើនគឺcolor ក៏ថតអត់ស្អាតដែរតែរឿងនេះ color គេក៏អែមខ្ញុំឆ្លាញ់អ្នកកាត់តទៅលើ color របស់រឿងនេះរឿងខ្មែរនេះនិយាយទៅចំណុចល្អគឺមានច្រើនមែនទែនអញ្ចឹងបន្ទាប់ពីខ្ញុំនិយាយតួអង្គហើយនិយាយប្លង់ថតមួយទៀតគឺចម្រៀងក៏ប្រួសដែរនៅក្នុងរឿងនេះហើយចម្រៀងគេដាក់មកគឺត្រូវពេលយើងស្ដាប់ទៅគឺយើងចូលតួតាមហ្នឹងតែខ្ញុំនិយាយមួយទៀតបន្ទាប់មកខ្ញុំចូលនិយាយពាក់ព័ន្ធនឹងសាច់រឿងខ្ញុំគិតថា
អីដែលខ្ញុំចូលមើលតន់គឺវាតែកន្លាគ្នាវាបន្តល្អរហូតខ្ញុំស្ដាយទៅចុងក្រោយមានអារម្មណ៍ថាដូចជាលឿនពេកហើយមានអារម្មណ៍ថាយើងអត់សូវចូលតួប្រហែលនៅពេលដែលតួឪគាត់ស្លាប់វាអត់សូវចូលតួហើយស្អីរឿងកន្លែងហ្នឹងគាត់សំដែរចង់ថាគាត់មានកំភ្លើងហើយគាត់អត់គិតទៅបាញ់គេសុខចិត្តឲ្យគេមកបាញ់គាត់មុនគាត់កាន់កំភ្លើងធម្មតាកំភ្លើងគាត់ដែលគាត់យកមកហ្នឹងគឺមានប្រយោជន៍អីទាំងអស់ហើយគាត់យកមកធ្វើអីដើម្បីគេកំភ្លើងហ្នឹងគាត់កាន់មកចូលមើលគេកាន់កំភ្លើងដើម្បីសម្ញែងដើម្បីគេខ្លាចស្អីបើពួកនឹងអត់ស្គាល់ថាហ្នឹងជាស្អីហ្នឹងហើយយើងឃើញគេរៀបចំតំបងមកយើងបាញ់គេហើយទៅគាត់ឈរកាន់កំភ្លើងរហូតតទាំងគេបាញ់ត្រូវងាប់បាត់ហើយគាត់នៅអត់បានកំភ្លើងហ្នឹងអត់បានប្រើអត់បានបាញ់ហើយដល់ពេលអាប៉ែតនោះគាត់ចេះបាញ់កំភ្លើងទៀតខ្ញុំអត់យល់តែយើសាច់រឿងខ្ញុំមានអារម្មណ៍ថាភ្លាវកន្លែងចុងក្រោយហ្នឹងបន្តិចតែបន្តិចវាមិនជាបញ្ហាណាតែសរុបមករឿងនេះគឺជារឿងដែលខ្ញុំមើលហើយសប្បាយចិត្តដោយសារតែមានការអភិវឌ្ឍច្រើនមែនទែនទាំងតួអង្គការសម្ដែងចូលតួការនិយាយប្លង់ថតការកាត់តការសរសេរលឺឬក៏ color ក្នុងរឿងនេះគឺ wow the best ចង់សម្រាប់ rating ខ្ញុំគិតថារឿងនេះជារឿងខ្មែរមួយដែលល្អមើលខ្លាំងហើយការកាត់តគឺល្អមែនតើខ្ញុំឲ្យរហូតដល់8លើ10សម្រាប់rating ខ្ញុំទៅលើរឿងខ្មែរអាចថាខ្ញុំ9លើ10វានៅខ្សោយតិចតួចដូចជាសាច់រឿងហើយនឹងការសម្ដែងរបស់តួអង្គមួយចំនួនទេពីរទាំងទេដែលវាអត់សូវអូខេសម្រាប់ខ្ញុំតែក្រៅពីហ្នឹងគឺតែបែបខ្ញុំសង្ឃឹមថារឿងក្រោយៗនឹងធ្វើឲ្យល្អដូចរឿងនេះខ្ញុំគិតថាធ្វើល្អដូចរឿងហ្នឹងហើយក៏ល្អខ្លាំងជាងក៏វាអូខេដែរយើងកាន់តែសប្បាយចិត្តនៅពេលដែលរឿងខ្មែរយើងកាន់តែរីកចម្រើនទៅមុខហើយរឿងនេះចំណុចពិសេសមួយទៀតគឺមិនមែនជារឿងខ្មោចទេតែវាធ្វើឲ្យយើងល្អមើលទាំងដែលពីមុនរឿងខ្មែរខ្ញុំធ្លាប់មើលរឿងខ្មោចដូចរឿងពាក់មីហ្នឹងគឺគាត់សោចមែនតើរឿងខ្មែរយ៉ាងអីតែរឿងនេះបែបស្នេហាបែបឆ្លងភពបែបថ្មីខ្ញុំឃើញមានរឿងឆ្លងភពពីមុនតែវាធ្វើល្អដូចនេះទេខ្ញុំមានតែប៉ុណ្្នឹងសប្បាយចិត្ត8លើ10 9លើ10បានទេប៉ុណ្្នឹងបាយ